có cho mà nó không nó mình sẽ vào thế này internet nó miền nàoនេះជាលើកទី15000ហើយដែលខ្ញុំចូលមកកាន់ខេត្តសៀមរាបតែរាល់លើកខ្ញុំតែងតែមានគោលដៅរបស់ខ្ញុំមានប្រព័ន្ធស្រែដែរហ៎អូចាប់បាត់ហើយមីខ្ញុំឆ្អិនបាត់ហើយដាក់ប្រព័ន្ធលេងកើតទេបាទផ្ទុយពីលើកនេះខ្ញុំអត់មានគោលដៅទេគាត់តែចង់ទៅអង្គុយឈៀលនៅកន្លែងណាមួយម្នាក់ឯងហើយបរិយាយពីរឿងក្នុងចិត្តឲ្យធម្មជាតិស្ដាប់អីចឹងណាលើកនេះទោះបីជាអត់មាន plan ក៏ដោយតែខ្ញុំបែរជាបានទៅគ្រប់កន្លែងដែលខ្ញុំអត់ធ្លាប់បានទៅពីមុនព្រោះអត់ដឹងថាមានកម្លាំងដើរចូលទៅក្នុងបន្តទៀតបាត់អត់វាយ៉ាងឆេដែរវាម៉ោង4បាត់ហើយការផ្សងព្រេងពេលខ្លះក៏អាចចាត់ទុកថាជាការស្វែងរកខ្លួនឯងរកក្តីសុខឲ្យខ្លួនឯងដែរការដែលយើងឈានជើងចេញទៅរកធាតុពិតរបស់ខ្លួនឯងវាជារឿងសំខាន់មួយដែលយើងគួរតែចាប់ដើមហើយតាមពិតទៅក្តីសុខនៃការធ្វើដំណើរផ្សងព្រេងវាមិនមែនស្ថិតនៅចំកន្លែងដែលយើងបានដាក់គោលដៅទាំងអស់នោះទេប៉ុន្តែវាអាចនឹងនៅជុំវិញខ្លួនយើងដែលយើងមិនបានចាប់អារម្មណ៍ឬក៏នៅលើកំណត់ផ្លូវណាមួយដែលយើងដើរហួសក៏ថាបានដែរឧទាហរណ៍ដូចជាការសម្រេចចិត្តឈានចូលនៅក្នុងព្រៃនេះជាដើមពីដំបូងខ្លួនខ្ញុំមានអារម្មណ៍ថាខ្លាចបន្តិចដែរហើយភាពភ័យខ្លាចក៏មិនអាចបង្អាក់ដំណើរនៃការចង់ដឹងចង់ឃើញរបស់ខ្ញុំបានដែរខ្ញុំនៅតែបន្តឈានជើងដើរទៅមុខនៅលើផ្លូវដែលខ្ញុំចង់ទៅមិនស្ទុំតែវាហប់ដល់ពេលចឹងវាបែកយើងវាក៏បែកយើងដែរជាចុងក្រោយរូបភាពដ៏អស្ចារ្យមួយដែលមិនធ្លាប់បានរំពឹងទុកក៏បានដេញឡើងនៅនឹងមុខខ្ញុំធ្វើឲ្យភាពភ័យខ្លាចដែលនៅក្នុងចិត្តខ្ញុំមុននេះក៏ចាប់ផ្ដើមសាបសូន្យទៅវិញហើយជំនួសដោយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនឹងក្លែមទៅដោយសូរតន្ត្រីពីធម្មជាតិដែលផ្ដល់ជាអំណោយដល់ការផ្សងព្រេងរបស់ខ្ញុំធម្មជាតិនៅតែទុក space សម្រាប់ឲ្យមនុស្សអាច relax បានទោះបីជាធម្មជាតិអត់ចេះនិយាយក៏ដោយប៉ុន្តែចូលមកដល់កន្លែងនេះវាសុទ្ធតែជាអីមួយដែលมันចាំបាច់និយាយក៏អាចពិពណ៌នាអំពីកន្លែងនឹងបានណាអ្វីមួយដែលมันអាចបកស្រាយអំពីទីកន្លែងទាំងអស់នេះបានគឺថានៅពេលដែលយើងបានត្រឹមតែអង្គុយគិតអង្គុយសម័យសម័យតែมันអាចទៅប៉ះផ្ទាល់ជាមួយនឹងទីកន្លែងទាំងអស់ហ្នឹងតាមពិតទៅធម្មជាតិគឺផ្ទុយគ្នាដាច់ស្រឡះអំពីអ្វីដែលយើងបានជួបប្រទះប្រចាំថ្ងៃដូចជាបញ្ហាការងារសម្ពាធគ្រួសារហើយពេលដែលរឿងទាំងអស់ហ្នឹងចូលមកកាន់យើងមនុស្សជុំវិញខ្លួនគឺសុទ្ធសឹងតែអាចនឹង escape ចេញពីយើងបានទាំងអស់ប៉ុន្តែធម្មជាតិវិញគឺអត់ដូចនេះទេធម្មជាតិគឺមិនដែល reject យើងចោលទេគឺតែងតែទទួលយកអ្វីគ្រប់យ៉ាងប្រៀបដូចជាគ្រួសារឪពុកម្ដាយរបស់យើងអញ្ចឹងគឺតែងតែបំពេញឲ្យនៅសេចក្តីត្រូវការនិងក្តីស្រឡាញ់ដែលយើងត្រូវការThat you moved on fast and the last we spoke you said it's true